trênដំបូងខ្ញុំសូមជម្រាបសួរទៅដល់លោកគ្រូហើយក៏ដូចជាសួស្តីដល់មិត្តភ័ក្តិទាំងអស់គ្នាដែលកំពុងទស្សនាវីដេអូមួយនេះហើយដែលថ្ងៃនេះដែរគឺវីដេអូដែលខ្ញុំធ្វើនេះគឺលោកគ្រូបានដាក់កិច្ចការ personal research មួយហើយដែល topic គឺ callback function in JavaScript ដែលឥឡូវគឺយើងចូលទៅ slide ទាំងអស់គ្នាហើយទី1សំណួរដែលលោកគ្រូបានសួរថា what is callback function ដែល callback function នោះគឺជា function មួយដែលត្រូវបានផ្ញើpass ជា argument ទៅក្នុង function មួយផ្សេងទៀតវាត្រូវបានហៅនៅពេលដែល function នោះបានបញ្ចប់ការងាររបស់វាទៅនឹងគេចង់និយាយថាបើយើងនិយាយស្រួលយល់ទៅគឺ callback function នេះគឺជាមនុស្សម្នាក់ដែលកំពុងរងចាំការងារនឹងចប់សិនហើយទើបហៅការងារបន្ទាប់មកទៀតអញ្ចឹងណាឧទាហរណ៍នេះចឹងនៅពេលដែលយើងបោកសម្លៀកបំពាក់ក្នុងម៉ាស៊ីនអ្នកដាក់ខោអាវចូលក្នុងម៉ាស៊ីនបោកអ្នកមិនរងចាំទេអ្នកទៅធ្វើការផ្សេងទៀតពេលដែលម៉ាស៊ីនបោករួចហើយវាមិនឮសំឡេងពីបនោះគឺជា callback តែនឹងគេចង់បានន័យថាដល់ពេលដែលយើងបានដាក់ខោអាវចូលនៅក្នុងម៉ាស៊ីនបោកហើយដល់ពេលយើងចុច start ហើយយើងឲ្យម៉ាស៊ីននឹងវាដំណើរការនៅពេលដែលម៉ាស៊ីនវាដំណើរការហ្នឹងយើងសល់ពេលហ្នឹងយើងអត់នៅរងចាំវាទៅដល់ចប់ទេយើងអាចទៅធ្វើការងារអីផ្សេងបានហើយម៉ាស៊ីនដែលវាបោកខោអាវយើងហើយវានឹងមកឮសំឡេងឲ្យយើងដឹងអញ្ចឹងហើយអាទៅហ្នឹងគឺគេហៅថា callback function ហើយឧទាហរណ៍របស់ខ្ញុំគឺមានតែប៉ុណ្ណឹងស្រួលយល់ទេហើយឥឡូវគឺយើងចូលមក slide ទី2ហើយលោកគ្រូបានសួរថាសំណួរទី2លោកគ្រូបានសួរថា why we need to use callback function ចម្លើយដែលយើងត្រូវឆ្លើយគឺយើងប្រើ callback function ព្រោះ JavaScript មានការងារមួយចំនួនដែលចំណាយពេលដូចជា download file upload file read database fetch API ឬក៏ timer callback function វាជួយឲ្យកម្មវិធីយើងដឹងថាត្រូវធ្វើអ្វីបន្ទាប់នៅពេលដែលការងារនោះបានបញ្ចប់ហើយមូលហេតុសំខាន់ដែលដើម្បីត្រូវធ្វើការមូលហេតុសំខាន់គឺដើម្បីធ្វើការតាមលំដាប់execute code in order នៅពេលដែលការងារមួយចប់ទើបធ្វើការងារទី2គឺចាំន័យថាអាទៅហ្នឹងវាដើរមកដំណាក់កាលវាធ្វើការទី1ចប់ហើយបានវាទៅធ្វើការទី2វាអត់ធ្វើការរំលងហើយនេះគឺជាកូដ function ឧទាហរណ៍របស់ខ្ញុំហើយអ្នកអាចមើលរូបតាមជាក់ស្ដែងអាហ្នឹងគឺនៅពេលដែលយើងធ្វើការមួយចប់ហើយទើបវាទៅធ្វើការបន្ទាប់ទៀតវាអត់ធ្វើការផ្លោះហើយឥឡូវគឺយើងមកចូល slide បន្ទាប់វាគឺដើម្បីគ្រប់គ្រងការងារតែចំណាយពេលដូចជាឧទាហរណ៍ download file អញ្ចឹងនៅពេលដែលយើង download file ហ្នឹងគឺវាមានរយៈពេលសម្រាប់គ្រប់គ្រងពេលវេលាហ្នឹងដូចជាថាយើងupload ប្រហែល second អញ្ចឹងណាអាហ្នឹងគឺវាអាចគ្រប់គ្រងពេលវេលាដែលវាចំណាយ download file ហ្នឹងបានឥឡូវយើងទៅបន្តទៀតវាដើម្បីឲ្យកូដអាចប្រើឡើងវិញវាអាចទទួល callback ផ្សេងបានដោយមិនចាំបាច់សរសេរ function ថ្មីរាល់ដងអាទៅហ្នឹងគេចង់បានន័យថាវាគឺជា function ដែលចម្បងមួយហើយវាមិនដឹងថាវានឹង
វានឹងធ្វើជាថាស A ឬក៏ថាស B ឯងតែយើងអាចដឹងវាបានដោយសារតែវាចាំទទួល function ដែលដំណើរការអញ្ចឹងចេះតែអាកន្លែងនេះគេចង់បានន័យថាយើងកុំជៀសវាងកុំឲ្យយើងទៅសេអាកូដហ្នឹងចំដែលហ្នឹងហើយឥឡូវយើងមកចូល slide បន្តទៀតសំណួរទី3លោកគ្រូបានសួរថា when we use callback function ចម្លើយដែលត្រូវឆ្លើយគឺយើងប្រើ callback function នៅពេលដែល function មួយត្រូវការធ្វើការងារមួយបន្ទាប់ពីការងារចម្បងបានបញ្ចប់ឬនៅពេលដែលមានព្រឹត្តិការណ៍ event កើតឡើងហើយករណីដែលគេប្រើជាញឹកញាប់គឺគេ set time out រងចាំពេលវេលាឥឡូវយើងមកមើលឧទាហរណ៍របស់យើងគឺset time out function ហើយវាផ្ទុក callback function ទុកជាមុនសិនហើយបន្តមកទៀតគឺវាដើរចប់នៅពេលដែល3 second នោះទើបវាហៅ callback function ហ្នឹងមកវិញហើយព្រោះយើងចង់ឲ្យរងចាំ3នាទីនឹងចប់ទើបធ្វើការងារនឹងបន្ទាប់បាទការបញ្យល់របស់ខ្ញុំគឺចប់ទៅត្រឹមប៉ុណ្ណឹងហើយខ្ញុំសូមអស់ទៅត្រឹមប៉ុណ្ណឹងហើយខុសឆ្គងសូមអធិស្ឋានលោកគ្រូហើយនេះបើតាមបញ្យល់នៃការយល់របស់ខ្ញុំលោកគ្រូហើយអធិស្ឋានលោកគ្រូអរគុណលោកគ្រូចុងក្រោយ